បាត់នាមចៅចិត្តជីកូនខ្មែរពិតសុំក្រាបបង្គំមេត្តាបៃតាដែលបង្រៀនខ្ញុំឲ្យស្គាល់ចាស់ទុំពេលខ្ញុំដឹងក្តីម្យ៉ាងមួយវិញទៀតសុំជម្រាបញាតិទាំងប្រុសស្រីឲ្យងាកមកជួយគ្រប់គ្រងចម្រៀងជើបៃសពថ្ងៃកំសត់ណាស់បើបងមិនមកសម្ភាសតន់ម្លេះធ្វើសបុកមន់ហើយលោកតាយាយហេតុអ្វីបានជានឹកឃើញចាប់អាជីពចបៃវីអត់ដឹងទេពេលហ្នឹងស្ដាប់មីក្រូកញ្ចាក់ទៅដូចចង់ចេះចបៃហ្នឹងតែម្ដងចង់បង្កើននៅប័ណ្ណចម្រៀងឲ្យអាចបានដូចតាកងណៃឲ្យគាត់បត់ថាមទុរៃអីចឹងហ្នឹងអញ្ចឹងបើសម្រាប់ចៅចិត្តវិញចេះអត់ចេះខ្លះមើលសុំឥឡូវថាមទុរៃហើយអាចថានេះគឺជាប្រវត្តិស្នាដៃមិនដឹងណាយើងអត់ច្រៀងប៉ុន្តែយើងគ្រាន់តែលេងឲ្យសាច់លេងបន្តិចមកហ៎ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ជួបជាមួយនឹងគេហៅឈាមថ្មីដែលបន្តវេនពីអ្នកចបៃជើងចាស់ចង់ដឹងថាតើយុវជនរបស់យើងដែលគាត់កំពុងតែមានសមត្ថភាពនៅឯខាងស្រុកបសែតខេត្តកំពង់ស្ពឺដែលកំពុងមានឈ្មោះបោះសម្លេងនៅលើបណ្ដាញសង្គមហ្នឹងឥឡូវនេះយើងមកមកដល់ទីតាំងរបស់គាត់ហើយចង់ដឹងថាតើជីវប្រវត្តិរបស់ចៅចិត្តយ៉ាងណានោះជួបជាមួយនឹងគាត់ទាំងអស់គ្នាជំរាបសួរបងប្អូនបាទជំរាបសួរមានឈ្មោះអីដែរបាទឈ្មោះចៅចិត្តដាក់ដៃឲ្យសួរមើលអញ្ចឹងមិនទៅមកពីលេងវងអីគេហ៎ទៅមកពីលេងឆៃយ៉ាំលឹបក្រែមលោដោះអត់ជ្រះហងពុកម៉ែបងចង់ដឹងថាគេស្គាល់ឲ្យចៅចិត្តណាប៉ុន្តែចង់ដឹងថាពីជីវប្រវត្តិរបស់ចៅចិត្តដែលប្រឡូកនៅក្នុងចបៃដងវែងនេះប្រហែលឆ្នាំហើយយូរដែរបងដូចជាតាំង2019 20អីហ្នឹងបងអញ្ចឹងបាទ6 7ឆ្នាំហើយហើយពីមុនហេតុអ្វីបានជានឹកឃើញចាប់អាជីពចបៃវីអត់ដឹងទេពេលហ្នឹងស្ដាប់មីក្រូកញ្ចាក់ទៅដូចចង់ចេះចបៃហ្នឹងតែម្ដងបងមើលទៅស្រុកយើងវាអត់សូវមានអ្នកចេះអញ្ចឹងណាបងហើយជុំមានឈាមជ័រជាអ្នកចបៃដងវែងអត់ទេបងអត់មានទេអត់មានទេបាទអញ្ចឹងមានតែចៅចិត្តខ្លួនឯងបាទហើយស្រឡាញ់អាជីពហ្នឹងមួយហ្មងស្រឡាញ់ថែរក្សាមិនយកជាអាជីពទេព្រោះមិនអាចរកជាប្រាក់ចំណូលរាល់ថ្ងៃរាល់ខែបានទេព្រោះ10ឆ្នាំឯងគេជួលម្ដងនឹងចបៃប៉ុន្តែនេះគឺជាមុខរបរគេហៅវប្បធម៌បុរាណរបស់យើងមួយដែរប៉ុន្តែគ្រាន់ថាមែនតើទៅការស្រឡាញ់គឺជាការចំណង់ចំណូលចិត្តរបស់យើងប៉ុន្តែសំខាន់ពាក់ព័ន្ធជាមួយនឹងចំណូលយើងពិបាកបន្តិចបាទអញ្ចឹងអ្វីដែលជាក្តីសង្ឃឹមរបស់ចៅចិត្តហ្នឹងចង់ឲ្យបងប្អូនមហាជនរបស់យើងហ្នឹងគាំទ្រចបៃបាទព្រោះចបៃអាចលេងនៅក្នុងកម្មវិធីអីកន្លះដែរកម្មវិធីដូចជាច្រៀងតូលឆ្លងឆ្លៃកម្មវិធីប៉ុនបើការយើងទៅកាត់ខណ្ឌស្លាយរួមបានច្រើនក្នុងកម្មវិធីបាទអញ្ចឹងនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍រៀបការអីមង្គលការយើងអាចហើយនឹងភ្លេងចបៃដែរភ្លេងការបុរាណទៀតលេងជាមួយគ្នាបានដែរបានទៀតចុះបើសិនជាអាហ្នឹងអាចមកពីយើងមិនទាន់មានទីផ្សារត្រឹមត្រូវឬក៏មិនដែរព្រោះបើសម្រាប់បងអត់ដែរសូវឃើញបងប្អូនដែលគាត់មុខរបរលេងចបៃដងវែងទៅតាមពិធីមង្គលការបាទមានខ្លះដែរវងភ្លេងការបុរាណអញ្ចឹងនេះគឺជាឱកាសមួយដែលយើងអាចជួយសង្គ្រោះចបៃដងវែងបានបើសិនជាសម្រាប់បងប្អូនដែលចង់ថែរក្សាវប្បធម៌ខ្មែរយើងភ្លេងបុរាណជាពិសេសគឺចបៃដងវែងផ្ទាល់តែម្ដងសង្ឃឹមថាបងដែលគាត់ខាងសំអាងការមិនអញ្ចឹងហ៎អាចប្រម៉ូទអីបន្តិចទៅជួយសង្គ្រោះជីវិតចបៃដងវែងព្រោះអីដូចតាមរយៈប្អូនចៅចិត្តគាត់បានលើកឡើងអញ្ចឹងចបៃដងវែងគ្រប់កម្មវិធីបានទាំងអស់សំខាន់ឲ្យតែភ្ញៀវកិត្តិយសគាត់អញ្ជើញទៅហើយបើប្រាក់កម្រៃតាមលទ្ធភាពមិនអញ្ចឹងណាហើយអានេះចបៃដងវែងចបៃដងវែងនៅពេលដែលហាត់រៀនដំបូងពិបាកទេបាទពិបាកបងពិបាកខ្លាំងហ្មងពិបាកខ្លាំងបាក់ចាប់ខ្ទង់ចាប់អីឈឺដៃចុងកកេះទៀតបងហើយមុននឹងលេងខ្លាចជាអ្នកចបៃដងវែងធ្លាប់លេងហ្គីតាទេអត់ធ្លាប់ទេបងអញ្ចឹងពាក់ព័ន្ធជាមួយហ្គីតាសូវស្រឡាញ់អត់នឹកឃើញចបៃស្ដាប់ចបៃរៀនលេងយកហ្មងហើយនៅពេលចាប់អាគ័រចបៃមានបែបផែនអីខ្លះមានខ្ទង់ដូចតែច្រៀងហ្គីតាដែរបងប៉ុន្តែគាត់យើងប្រើតែខ្សែ2ទេខ្សែ2បាទចបៃនៅពេលឥឡូវសុំបើកក្បាលភ្លេងចបៃតិចមើល
ពេលនេះបងប្អូនធ្លាប់តែបើកវីដេអូទស្សនាភាពយន្តអីផ្សេងរបស់ខ្មែរយើងតែងតែបញ្ចូលនៅគេហៅសាច់ភ្លេងចាប៉ីប៉ុន្តែធ្លាប់តែគេចាក់ហាយមិនអញ្ចឹងប៉ុន្តែនេះសំឡេងផ្ទាល់លេងមកគឺលងណូចណាយើងស្ដាប់ទៅគេហៅបែបរបៀបសុកស្រែបុរាណរបស់យើងស្ដាប់ទៅមានអារម្មណ៍លងណូចមកហើយចាប៉ីសម្រាប់ចាប៉ីដងវែងនេះយើងអាចលេងប្រើឆ្នៃមកជាបែបបទអីផ្សេងអីបានទេវាអាចបញ្ចូលបានខ្លះយើងចង់បង្កើននៅបទចម្រៀងអីអាចបានដូចតាកងណៃអីគាត់បទថាមទុរៃអីចឹងហ្នឹងអញ្ចឹងបើសម្រាប់ចៅចិត្តវិញចេះអត់ចេះខ្លះមើលសុំឥឡូវថាមទុរៃហើយអាចថានេះគឺជាប្រវត្តិស្នាដៃមិនដឹងណាយើងអត់ច្រៀងប៉ុន្តែយើងគ្រាន់តែលេងសាច់លេងបន្តិចមកហ៎ចុះឥឡូវអាចមានប័ណ្ណអីផ្សេងទៀតអត់អាចឆ្នៃបន្តិចមើលសែបមុនអីចឹងបងសែបមុនម្ដងអូសម្រាប់ចៅចិត្តឆ្នាំនេះអាយុប្រហែលហើយបាទជា17ឆ្នាំអញ្ចឹងចេះលេងតាំងពីអាយុ10ឆ្នាំមិនអញ្ចឹងណាស្រឡាញ់ចាប៉ីហ្នឹងតាំងពីអាយុ10ឆ្នាំស្រឡាញ់ហ្មងហើយរាល់ថ្ងៃកំពុងបន្តការសិក្សាហ៎នៅរៀនហ្មងនៅរៀនដែររឿងណាទីប្រហែលអី12ឆ្នាំថ្មីអញ្ចឹងឆ្នាំថ្មីនេះគឺជាឆ្នាំប្រឡងបាក់ឌុបផងហើយជាការលើកទឹកចិត្តឲ្យចៅចិត្តចង់សនំពោយ៉ាងណាទៅកាន់បងប្អូនទស្សនិកជនរបស់យើងក៏ដូចជាបងប្អូនមហាជនខ្មែររបស់យើងបាទខ្ញុំបាទចៅចិត្តសុំសនំពោដល់បងប្អូនទាំងអស់គ្នាឲ្យជួយគាំទ្រសិល្បៈចាប៉ីដងវិញព្រោះសប្តាហ៍ថ្ងៃអត់សូវមានណាគេចង់រៀនទេក្មេងៗក៏គេខ្ជិលរៀនដែរឥឡូវនោះបាទក្មេងៗបានន័យថាបើហ្វិនជាយើងចង់រៀនដោយសារអត់សូវមានប្រាក់ចំណូលមិនអញ្ចឹងណាហើយអញ្ចឹងអ្វីដែលអាចថាជួយសង្គ្រោះចាប៉ីដងវែងដោយរបៀបណាមានតែពុកម៉ែបងប្អូនទាំងអស់គ្នាថាធ្វើម៉េចស្រឡាញ់វប្បធម៌ខ្មែរស្រឡាញ់ភ្លេងបុរាណខ្មែរជាពិសេសចាប៉ីដងវែងជាគេដំណើររបស់ខ្មែរយើងតែម្ដងជួយសង្គ្រោះហ្នឹងគឺមិនមែនជួយអ្វីគឺជួយនៅពេលដែលមានកម្មវិធីអីហាច់អញ្ជើញក្រុមចាប៉ីមិនថាប្អូនចៅចិត្តឬក៏បងប្អូនដតីទៀតដែលគាត់ចាប៉ីដងវែងឲ្យគាត់មានទឹកចិត្តឲ្យគាត់ថែរក្សាមិនអញ្ចឹងណាហើយបើហ្វិនជាអត់មានអ្នកថែរក្សាអស់ពីប្អូនចៅចិត្តឬក៏អ្នកជំនាន់ក្រោយអីផ្សេងទៀតអញ្ចឹងបានន័យថាការជួយសង្គ្រោះចាប៉ីដងវែងរៀងពិបាកសង្ឃឹមថានេះគឺជាឱកាសមួយសម្រាប់ប្អូនចៅចិត្តក៏ដូចជាអ្នកលេងចាប៉ីទាំងអស់មានទឹកចិត្តឡើងវិញនៅពេលដែលឃើញបងប្អូនមហាជនខ្មែររបស់យើងគាំទ្រចាប៉ីដងវែងអរគុណមែនទែនខ្ញុំបាទមាសដុល្លារពីកម្មវិធី360បើបាទនាមចៅចិត្តជាកូនខ្មែរពិតសុំក្រាបបង្គំមេត្តាបិតាដែលបង្រៀនខ្ញុំឲ្យស្គាល់ចាស់ទុំពេលខ្ញុំដឹងក្តីឥឡូវខ្ញុំចាប់ចម្រៀងអញជាបៃលើកហាត់អរគុណអ្នកផលិតកម្ម60បើតែងតែចាំមកជួយផ្សព្វផ្សាយចម្រៀងជបៃចម្រៀងជបៃសិល្បៈបុរាណថ្ងៃនឹងបានមកនិទានស្ដីអរគុណខ្លាំងណាស់ម្ចាស់ថ្លៃឲ្យជួយកកកកាយសិល្បៈបុរាណព្រោះកប់ដានក៏យូរដល់ខែថ្ងៃឥឡូវបងជួយផ្សព្វផ្សាយខ្ញុំបាទអរគុណណាស់ហេម្យ៉ាងមួយវិញទៀតសូមជម្រាបញាតិទាំងប្រុសស្រីឲ្យងាកមកជួយគាំទ្រចម្រៀងជើបៃសប្តាហ៍ថ្ងៃកំសត់ណាស់បើបងមិនមកសម្ភាសតាន់ម្លេះធ្វើសបុកមន់ហើយលោកតាយាយបែកទល់តាញ់ជាងញាតព្រានខ្ញុំសូមអរគុណត្រឹមប៉ុណ្ណឹង